ថ្ងៃនេះបានឆ្ងាញ់មាត់ទៀតហើយបងប្អូនប្រពន្ធខ្ញុំចាញ់ទៅធ្វើការគាត់ចាប់ផ្ដើមធ្វើម្ហូបចឹងណាបងប្អូនហើយម្ហូបដែលគាត់កំពុងតែធ្វើហ្នឹងគឺស្ងោរម្រះនិយាយពីដៃហ្នឹងក៏ជាមសាច់ជ្រូកឡើងញាប់ម្ខាញ់ហ្នឹងបងប្អូននេះគឺជាម្រះនៅពេលដែលយើងកាត់កង់កង់ឆ្កឹះស្នូរួចហើយគឺចាប់ផ្ដើមដាក់ដាំទឹកដាំអីឲ្យពុះចឹងណាបងប្អូនតពីទឹកពុះហើយចាប់ផ្ដើមបង់ម្រះប៉ុន្តែចំពោះទឹកវិញយើងត្រូវការដាក់ខ្លាញ់ខ្លះបងប្អូនដើម្បីទី1ឲ្យពណ៌ម្រះនៅស្អាតហើយសាច់ម្រះហ្នឹងទន់ល្អបន្ទាប់ពីដាក់ម្រះដាក់អីរួចហើយប្រពន្ធខ្ញុំក៏ចាប់ផ្ដើមកច្រាំគ្រឿងដាក់លីគ្រឿងផ្សេងអញ្ចឹងណាដៃញាប់ខាញ់ឲ្យស្រាប់តែកលេចទៅម្រះចាប់ផ្ដើមទឹកពុះមកល្មមហើយចាប់ផ្ដើមស្រង់យកមកទុកវិញអញ្ចឹងណាប្រពន្ធខ្ញុំគាត់ស្រង់បន្ទាប់ពីស្រង់រួចរាល់អស់ចាប់ផ្ដើមលីគ្រឿងបងប្អូនលីគ្រឿងហ្នឹងគឺមិនមែនលីអីលីដើម្បីទុកញាត់ម្រះបងប្អូនញាត់ម្រះមានដាក់អំបិលដាក់អីផ្សេងអញ្ចឹងណាលីគ្រឿងមានម្រេចមានអីអញ្ចឹងទៅណាប៉ុន្តែប្រពន្ធខ្ញុំគាត់ជំនាញខាងហ្នឹងជំនាញខាងធ្វើម្ហូបបាទនិយាយចំគាត់ចេះធ្វើម្ហូបច្រើនមុខដែរអញ្ចឹងណាហើយសម្រាប់ខ្ញុំជាប្តីការពិតទៅគឺបានតែម្ហូបអញ្ចឹងទេខ្ញុំមិនសូវចេះធ្វើម្ហូបតែសំណាងតែបានប្រពន្ធគាត់ប្រកែកខាងធ្វើម្ហូបអញ្ចឹងវាងាយស្រួលដែរសម្រាប់យើងជាមនុស្សប្រុសបងប្អូនហើយមើលទៅដៃគេហ្នឹងគឺទំនងមែនតើបងកាយញាត់តែម្ដងបាទមើលទៅគឺបើមិនឆ្ងាញ់ទៀតគឺមិនបាច់យកលុយតែម្ដងបាទបន្ទាប់ពីញាត់រួចរាល់អញ្ចឹងតិចទៀតចាប់ផ្ដើមដាក់ម្រះចូលឥឡូវម្រះទៅពេលញាត់រួចហើយគឺអញ្ចឹងបងប្អូនគឺមានសាច់មានស្អីមីស៊ូមានអីអញ្ចឹងណាបន្ទាប់មកគាត់ចាប់ផ្ដើមបង់គ្រឿងដាក់ចូលនឹងទឹកសម្លខ្លះហើយក៏ចាប់ផ្ដើមដាក់ម្រះចូលដាក់ចូលនៅក្នុងឆ្នាំងបងប្អូនបន្ទាប់ពីយើងដាក់ចូលនៅក្នុងឆ្នាំងអីរួចរាល់នេះនោះរួចអញ្ចឹងទៅគឺចាប់ផ្ដើមមើលតពុះហ្នឹងបានដៃយើងតពុះចាប់ផ្ដើមភ្លក់ណាបងប្អូនចង់ដឹងឆ្ងាញ់ឬក៏មិនឆ្ងាញ់មានតាមដានទស្សនារហូតដល់ចប់ជាមួយខ្ញុំបាទខំចាំឡើងយូរទៅពេលនេះក៏ពុះអញ្ចឹងទៅប្រពន្ធខ្ញុំគាត់មិនមកអង្គយូរទេក៏ទាញវែកមកហត់យកគាត់ថាឆ្ងាញ់ឲ្យមានដៃមួយអញ្ចឹងណា